សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះពួកខ្ញុំបានរៀបចំចេញដំណើរទៅលេងនៅខេត្តកោះកុងក៏ដើរលេងនៅឆ្នេរសមុទ្រកោះកុងក្រៅទីក្រុមពួកខ្ញុំនេះក៏បានណាត់គ្នាយូរខែហើយនំបានរៀបចំចេញទៅដើរលេងនាំគ្នាឡើងឡានហើយក៏រៀបចំឈប់ចូលស្តាម៉ាតឥឡូវក៏មកដល់ស្តាម៉ាតហើយម្នាក់ក៏នាំគ្នារៀបចំចូលទិញទំនិញណាដែលត្រាតខ្លួនឯងដែលត្រូវទិញឯងបងប្រុសម្នាក់នេះគាត់មានលុយច្រើនណាស់គាត់ថាគាត់លុយគាត់លួចប្រពន្ធគាត់ប្រហែលខែតម្រាំបានប៉ុណ្ណេះហើយគាត់ចាប់ផ្ដើមយកលុយនឹងចាយសិនអាលុយសមាគមនោះអត់ទាន់យកចេញចាយឥឡូវគាត់ចាយលុយខ្ញុំសិនហើយក៏ខ្ញុំក៏តម្រង់មកថតពូនេះពូគាត់មកពីស្វាយរៀងហើយបងដែលប្រហែលអ្នកនោះគាត់ដើរមើលម្ហូបមើលអាណាគ្រឿងដែលថាហូបបានតាមផ្លូវនោះពួកខ្ញុំចេញពេលយប់ពួកខ្ញុំចេញពេលម៉ោង2រៀបភ្លឺហើយក៏មកដល់កោះកុងម៉ោងប្រហែលជា7ឥឡូវចុះពីលើឡានចុះអីហើយក៏នាំគ្នារកអាហារស្រស់ស្រូបរៀបចំឡើងទូកហើយម្នាក់ក៏បានហូបបានអីហើយហូបកាហ្វេហូបអីហើយទិញទឹកកកទិញអីហើយប៊ូនោះគាត់សប្បាយគាត់នេះម្នាក់អាយលឿងនេះគាត់ដូចមិនដឹងយ៉ាងណាទេគាត់ថាមិនចង់មកតាំងពីថ្ងៃដំបូងតែទោះយ៉ាងណាពួកខ្ញុំក៏បបួលគាត់មកតតបានឡើងលើទូកហើយចាប់ផ្ដើមគាត់ចុចទូរស័ព្ទទៅប្រពន្ធសិនថាអូនសម្លាញ់មិនទេរបងឯងបងតិចទៀតអត់មានសេវាទេពេលឡើងលើទូករួចក៏ម្នាក់ក៏នាំគ្នាអង្គុយលេងអ្នកខ្លះក៏ដេកលេងលើទូកសិនរងចាំទៅដល់ទីតាំងឯខ្ញុំនេះធ្វើកាន់កាមេរ៉ាណា selfie ណាក្រុមការងារនៅខាងក្រោយហើយគេថានាំគ្នាលើកដៃមួយរួចហើយក៏នាំគ្នារៀបចំចិត្តដល់កន្លែងទីតាំងដែរគេហៅថាស្ទូចត្រីមើលផ្កាថ្មហ្នឹងក៏រៀបចំដល់ហើយលើថត selfie មួយសិនអីយ៉ាឈែមួយតែគួរឲ្យស្ដាយថ្ងៃទៅនេះគេសប្បាយគ្រប់គ្នាខ្ញុំសប្បាយដែរប៉ុន្តែខ្ញុំអត់បានញ៉ាំប៊ីយ៉ាគេប៊ីយ៉ាដាក់ទៅច្រើនមានគ្រប់សាសគ្រប់តំបន់មានប៊ីយ៉ាដបផងប៊ីយ៉ាកំប៉ុងផងអ្នកខ្លះក៏ពុលទូកហើយបងអូនប្រុសខ្ញុំមកគេដែរអត់មានកម្រោងទេគាត់ថាអង្គុយលេងញ៉ាំអីលេងជាមួយគ្នាពេលល្ងាចគេបបួលមកកោះកុងក៏មកគេដែរឥឡូវមកគាត់ពុលទូកឯបពូនេះគាត់ខ្ចល់ក៏រៀបចំខ្ចល់ហើយតែមិនអីគាត់ហ្នឹងគាត់ពុលលេងមកពុលមែនតើនោះពូមួយទៀតនោះពូដែលមួយទៀតពូជ្រុយនោះពូមុខពណ៌ខ្មៅនោះពូមុខឆាងម៉ាងពណ៌ខ្មៅពាក់វ៉ែនតានោះពូនោះពុលគោគេឲ្យគេដឹកមកឡើងជ្រាំងវិញតែមិនជ្រាំងកន្លែងយើងចុះចំណត់ទុកឯងជ្រាំងនៅឆ្នេរហ្នឹងតែម្ដងហើយពួកខ្ញុំក៏នៅតែបន្តទៅមុខទៀតតែចាំមើលបន្តិចទៀតដល់វគ្គស្ទូចត្រីតែថ្ងៃហ្នឹងដែរបងប្អូនហើយក៏ស្បាយយកតែមែនតែនយើងមកពេលព្រឹកមកដល់ភ្នំមកដល់កោះកុងក្រៅភ្លាមយើងរៀបចំអីហើយមកដល់ពេលព្រឹកមេឃត្រជាក់ហើយយើងមើលទេសភាពទៅល្អឥឡូវនេះពេលនេះដល់ពួកខ្ញុំរៀបចំស្ទូចត្រីម្ដងថ្ងៃនេះក៏ស្ទូចបានមែនបងប្អូនស្ទូចមុនដំបូងស្ទូចអត់ស៊ីដល់ពេលវាចាប់ផ្ដើមស៊ីស្ទូចបានហើយស្ទូចបានត្រីច្រើនហ្នឹងថ្ងៃហ្នឹងស្ទូចបានចូលត្រីជិត10គីឡូត្រីមើលគាត់នេះគាត់ស្ទូចជាប់ថ្មនៅក្រោមគាត់ថាត្រីធំដល់ពេលស្ទូចយកមែនតែនអត់មានទេបងប្អូនដល់មកបាននោះពូភ្ជួយនោះគាត់បានត្រីមួយគេហៅត្រីទឹកកែបាទត្រីទឹកកែមានអ្នកថតដ្រូនផងមានអ្នកស្ទូចត្រីផងអូថ្ងៃនេះសប្បាយយកមែនតែនបងប្អូនឥឡូវអ្នកស្ទូចក៏បានលោកគ្រូនោះក៏គាត់ស្ទូចបានហើយគាត់បានត្រីមួយក៏ស្រីតែខ្ញុំបានមួយហើយបានមួយក្រុមការងារក៏នាំគ្នារៀបចំដាក់ធុងដាក់អីចឹងទៅហើយម្នាក់ក៏រៀបចំស្ទូចនេះម្ចាស់ទូកគេហៅសហធាននាមអាក្លូហើយពូនេះគាត់ស្ទូចជាប់ដុំថ្មគាត់ថាជាប់ត្រីដល់ខ្ញុំអ្នកថតនេះខ្ញុំប្រាប់ថាមិនមែនទេថ្មមិនមែនត្រីទេថ្មដល់ពេលទាញមកថ្មមែនបងប្អូនវគ្គនេះវគ្គដើរកោះទី1បងប្អូនខ្ញុំមិនដែលដើរកោះទេតែលើកទី1ខ្ញុំធ្លាប់ដើរអែបមាត់ឆ្នេរមាត់អីនៅលើគោកឯងមិនដែលបានចុះទូកគេទេពេលឥឡូវម្ដងនេះចុះទូកឯងឥឡូវពូនេះគាត់ស្ទូចបានមួយទៀតហើយបជួយគាត់ស្ទូចបានហើយគាត់គាត់ថាស្ទូចថ្ងៃនេះស្ទូចយកត្រីស្ងោអាំងហូបតែម្ដងពូដោះអាវនោះក៏គាត់ថាថ្ងៃនេះខ្ញុំមិនបាច់ស្ទូចទេហើយអាមួយនេះបាទត្រីកតាំងនេះខ្ញុំអ្នកស្ទូចបងប្អូនហ្នឹងហើយស្ទូចបានត្រីនឹងមួយគេថាមុតចុកត្រីហ្នឹងតែខ្ញុំស្ទូចបាន2 3ត្រីហ្នឹងឥឡូវតបពីស្ទូចបានរហូតហើយក៏នាំគ្នាសម្រាប់បន្តិចអាំងត្រីដែលស្ទូចបានហ្នឹងហើយក៏រៀបចំដាក់បន្តិចជាក់អីចឹងទៅណា
នាំគ្នាក្លែមទឹកត្រីនោះផងវ៉ាសាប៊ីផងដែលទិញពីលើគោកទៅគាត់ថាត្រីរកភ្លាមហូបភ្លាមទៅឆ្ងាញ់ចំបើមកហើយពូពាក់អាវពណ៌លឿងនោះគាត់ខាងម្ចាស់ដ្រូនមកគាត់ដើរតិចទៀតម៉ោងគាត់ហោះឡើយឥឡូវក៏នាំគ្នាស្ទូចហើយនាំគ្នាជិះទូកចូលជ្រាំងចាប់ដើមនាំគ្នាទៅប្រមូលអីវ៉ាន់រៀបចំអីវ៉ាន់ដែលលើទូកហ្នឹងយកមកលើគោកម្ដងយកមកក្នុងកោះម្ដងដើម្បីយប់នេះសម្រាប់នៅលើកោះហ្នឹងពេលចុះជ្រាំងហ្នឹងក៏ពិបាកទៀតទូកធំចូលមករួចទេបងប្អូនមានកូនទូកទូចមួយទៀតដើម្បីទៅបញ្ជូនអីវ៉ាន់ដែលយើងជិះអាទូកធំហ្នឹងទៅបញ្ជូនម្ដងតិចឲ្យក្រុមការងារហ្នឹងក៏គាត់មិនមើលនឹងភ្នែកដែរមកគាត់ចុះជួយបញ្ជូនអ្នកម្ចាស់ទូកហ្នឹងទៀតយកម្នាក់ម្ដាយមួយជើងហ្នឹងក៏អស់ហើយក៏ម្ចាស់ទូកក៏ឡើងលើគោកពួកខ្ញុំអ្នកដើរកំសាន្តហ្នឹងក៏នាំគ្នារៀបចំធ្វើបាយធ្វើទឹកអីចឹងទៅឥឡូវពួកខ្ញុំជូនឲ្យអស់សិននេះពួកខ្ញុំចុះជ្រាំងហ្នឹងប្រហែលជាម៉ោងដូចជាម៉ោង11 12ម៉ោងពេលថ្ងៃហ្នឹងចូលជ្រាំងសិនដើម្បីរៀបចំរកកន្លែងសម្រាប់រកកន្លែងអីឲ្យព្រោះអីតែយប់បន្តិចយើងពិបាកនឹងរកកន្លែងឥឡូវយើងចាប់ផ្ដើមចូលកោះហើយនឹងគេហៅកោះកុងក្រៅឆ្នេរទី4បងប្អូនហើយទៅដល់លើឆ្នេរហ្នឹងជួបអ៊ំប្រុសអ៊ំស្រី2នាក់នៅខាងលើឆ្នេរហ្នឹងក៏គាត់ស្រួលទៀតឥឡូវពួកខ្ញុំនេះក៏ប្រមូលអីវ៉ាន់ចិត្តអស់ហើយនៅសល់តែមួយជើងទៀតទេពូហ្នឹងគាត់នៅចាំជួយជូនមួយជើងទៀតអស់ឥឡូវក៏បានមកដល់លើគោកហើយក៏នាំគ្នាយកអាត្រីដែលរកបានហ្នឹងនាំគ្នារៀបចំបកក្តាមបកមឹកបកពគាដើម្បីធ្វើម្ហូបបាយថ្ងៃត្រង់ជួយគ្នាម្ដាយមួយជើងណាពូអាវលឿងនេះកញ្ញាផងពូផងអាចហៅបាន2ហើយបងហ្នឹងគាត់ចាប់ផ្ដើមបកក្តាមបកអីចឹងទៅគាត់ថាយប់នឹងយើងយកទុកក្លែមទៀតព្រោះបានច្រើនណាសិតតនេសាទាំងអស់បងប្អូនមានប្របាក់ទិញគេបងប្អូនដែលមកកោះកុងក្រៅនេះបើចង់មកលេងមកតាក់តងមកខាងខ្ញុំមកក៏បានដែរខ្ញុំនាំមកលេងហើយមានស្គាល់អ្នកដែលគេចេះរកម្ហូបរកអីហ្នឹងដូចពូហ្នឹងគាត់ថាយប់នេះយើងឯងពេលបកក្តាមបកអីរួចហើយពួកគាត់ក៏នាំគ្នារៀបចំដាក់ស្ងោដាក់លីងដាក់ឆាដាក់បុកអីចឹងទៅ3 4 5មុខចឹងទៅបើច្រើនណាបងប្អូនក្តាមខែហ្នឹងគឺសុទ្ធតែពងតែម្ដងក្តាមសមុទ្រណាក្តាមថ្មីស្រស់មិនមែនក្តាមធម្មមិនមែនក្តាមចាំទេបងប្អូនក្តាមធម្មជាតិហើយប្អូនប្រុសខ្ញុំនេះគាត់អត់សូវស្រួលខ្លួនទេនេះពាក់ខ្សែកធំហ្នឹងឥឡូវដល់វគ្គធ្វើម្ហូបហើយក៏ឆ្អិនហើយក៏នាំគ្នាអង្គុយរងចាំសិតអ្នកអង្គុយរងចាំឲ្យចុងភៅគាត់ក៏បានទៅអង្គុយធ្វើម្ហូបអីអ្នករងចាំហូបនេះម្នាក់នេះគាត់ពលទូកតាំងពីចុះរហូតដល់ឡើងលើទូកវិញឥឡូវក៏នាំគ្នាអង្គុយចាំស្រស់ស្រូបអាហារពេលថ្ងៃហ្នឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនតិចទៀតស្អែកបានមានវីដេអូតទៅទៀតដោយសារពួកខ្ញុំសម្រាប់ហើយ